មកសួស្តីបងប្អូនណាថ្ងៃនេះខ្ញុំមានឃ្លុំចាក់ថ្នាំបងប្អូនត្រូវការនេះមានទេរូបសត្វឃ្លុំចាក់ថ្នាំមាន8គ្រឿងអ្នកដែលត្រូវការយកទៅលេងជុងក៏មានដែរណាខ្ញុំមានទាំងជុងខ្ញុំមានទាំងរូបនេះគឺប្រើបានមករដូវហ្នឹងហ្មងហើយនេះដងសាវថ្ងៃនេះខ្ញុំផុសអីវ៉ាន់ច្រើនបន្តិចថតអីវ៉ាន់ច្រើនមិនផុសទេដោយសារមានអីវ៉ាន់ថ្មីខ្ញុំខានផុសវីដេអូយូរដងសាវមានចាប់ពី7ម៉ែត្រដល់13ម៉ែត្រនេះស្មាច់ឃើញអញ្ចឹងប៉ុន្តែខ្ញុំដាក់មកហើយឲ្យទាំងអស់ហ្មងមានទាំងតពួកមានទាំងក្បាលលុបអានេះខ្ញុំមិនទាន់រៀបឲ្យអស់ទេរៀបហើយប៉ុន្តែតពួកក្បាលលុបខ្ញុំអត់ដាក់ចូលទេអ្នកតែធ្លាប់ប្រើគឺដឹងរបៀបប្រើឲ្យកត្រកបងប្អូនណាកត្រកមានច្រើនម៉ូតដែរកត្រកនេះកត្រកយើងប្រាក់និយាយអានេះមុន Q92 បងប្អូន speaker Q92 នេះមកបាន100គ្រឿងតែមិញនេះ Q92 នៅក្នុងឡានទៀតនេះ Q92 ខ្ញុំមកបាន100គ្រឿងទៀតខ្ញុំយកមកហែកមើលមកដាក់បន្តិចទៅរៀបរាប់អីវ៉ាន់ជូនបងប្អូនមើលលេងបន្តិចនេះ Q92 យើងនេះ Q92 នឹងលឺមិនលឺទេ Q92 នេះបងប្អូនអក្សរអង់គ្លេសមិនមែនអក្សរចិនទេណាពួកនេះណាហើយទិញទៅបងប្អូនយក memory ក៏បានអត់យក memory ក៏បានដែរអ្នកមាន memory ស្រាប់មិនបាច់យកទេធូរលុយដែរហើយខ្ញុំមានទាំង memory ឲ្យនេះ tele វាបជាបានវាដាក់លើនេះ 2000 ម៉ែត្រស្ពេចវាប៉ុន្តែយើងទៅអង្គុយណា 2000 ម៉ែត្រ300ម៉ែត្រ200ម៉ែត្រហ្នឹងអស់ហើយ Q92 នេះឆ្នាំងសាកអានេះឆ្នាំងសាក tele វាប្រើឆ្នាំងសាកត្រូវជាមួយទូរស័ព្ទយើងទេដោតចូលដោយទូរស័ព្ទយើងប្រើបានអានេះដោយសាកថ្មអាតួវាហ្នឹង speaker ហ្នឹងវាមានទាំងអស់ហើយស្រោមវាក៏មានដែរស្រោមស្ពាយនៅក្រោមនេះហើយនេះថ្មដាក់ tele មកវានៅក្រៅអញ្ចឹងឯងអាហ្នឹង Q92 ខ្ញុំមានលក់ហើយមានច្រើនមិនមែនមានតិចទេអាហ្នឹងមានច្រើនព្រោះវ៉ាន់ខ្ញុំអត់យកមកតិចទេខ្ញុំយកមកច្រើនមានបោះដុំមានលក់រាយបងប្អូនណាចង់បានបោះដុំមកតាក់តងមកខ្ញុំមានទាំងបោះដុំមកឲ្យទៀតស្រែម្ដងទៀតអត់ត្រូវមិនមកកត្រកនិយាយពីអាលៀតនេះសិននេះលៀតពួកលៀតនេះរឹងល្អប្រើហើយអានេះមកថ្មីតម្លៃធូរថ្លៃយ៉ាងមុនបន្តិចមិនធូរច្រើនទេប៉ុន្តែលក់តម្លៃធូរថ្លៃបន្តិចទៅចែកគ្នាប្រើសុខចិត្តចំណេញតិចបងប្អូនណាស្អាតនេះតំចេញពីនេះមកទេចេញពីឡមកទេនេះអ៊ីណុកឈើក្លឹមគម្របលើនេះគឺជាក្រំនេះគម្របលើនេះឈើសក្រំបងប្អូនស្អិតថ្នាំបន្តិចនេះជុងដាក់បាន2ជាន់លើគ្នាបងប្អូនកន្លែងដាក់ជុងវាជុងដាក់បាន2ជាន់ហើយបញ្ជាក់កត្រកនេះអង្គុយពីលើក៏បានដែរធានាគុណភាពគឺមិនបាក់នេះខ្ញុំ75គីឡូនេះបងប្អូនអង្គុយដូចកៅអីអញ្ចឹងណាលើកជើងឡើងផុតក៏បានដែរអត់ភ័យរឿងបាក់រឿងក្រិចទេរឿងកត្រកមួយនេះធានាមាំឲ្យបើរឿងមាំគឺអូខេមកមាំប្រើចោះហើយបងប្អូនទិញទៅខ្ញុំថែមស្រោមពីក្រៅនេះស្រោមពីក្រៅដល់នេះអញ្ចឹងណាអានេះស្រោមពីក្រៅវានេះកណាត់ស្រោមពីក្រៅហើយអានេះងាយបងប្អូនស្រោមពីក្រៅនេះធូរថ្លៃទេបងប្អូនទៅកន្លែងស្ទូត្រីឬកន្លែងលក់ម៉ាស់អានេះអាម៉ាស់យើងអាម៉ាស់ចិត្តទៅព្រោះវាយឺតខ្លាំងទាញមកត្រូវហ្មងនេះអានេះរៀងថ្លៃបន្តិចអ្នកធ្លាប់ប្រើពួកនេះដឹងហើយស្អាតនៅក្នុងស្រោមនេះគ្នាហែកចេញមើលមួយមកណាស្អាតនិយាយទៅរបស់នេះសិនឡាមួយទិញមកទៅមួយដឹងមួយហ្មងនេះកត្រកបងប្អូនណាកត្រកស្អាតពួកម៉ូតនេះស្អាតខ្លាំងហើយទម្ងន់អត់ធ្ងន់ទេបងប្អូនណា1គីឡូជាងទេទម្ងន់កត្រកមួយដូចជា1គីឡូកន្លះមួយនេះដូចជា1គីឡូ8អានេះបើប្រើឈើអីនឹងនេះដៃអ៊ីណុកអញ្ចឹងវារាវធ្ងន់ជាងអានេះបន្តិចប៉ុណ្ណឹងខ្ញុំគិតថាมันជាបញ្ហាទេក្រោម2គីឡូនិយាយទៅយួរតលេងគឺអូខេហើយមានដូចគ្នាអានេះខ្ញុំខ្ជិលហែកនេះមើលនេះកំប៉ុងទឹកកំប៉ុងចំណីគឺមាននៅក្នុងស្រេចនេះមាត់ទ្វារគេកំប៉ុងទឹកកំប៉ុងចំណីមាននៅក្នុងស្រេចបងអូនដាក់យកតលេងមួយថ្ងៃពេញគឺអូខេហើយសម្រាប់អ្នកលេងក្រោមជុងក៏ខ្ញុំមានលក់ស្នឹងក៏ខ្ញុំមានលក់អីវ៉ាន់មានច្រើនណាអ្នកធ្លាប់ទិញអីវ៉ាន់ពីខ្ញុំដឹងហើយជាពិសេសដងសាវនឹងលុបគឺច្រើនខ្ញុំយកចូលម្ដងច្រើនមកបង្ហាញប៉ុណ្ណឹងទៅវីដេអូថ្ងៃនេះវាមាន speaker ចូលហើយនឹងកត្រក
nhầm bản năng tới phải chẹt môi tiết bằng ôn lệch rương nè để tinh như ta ao nhà ở văn tật đó là chậm nhà lối ọt miền tề nhầm ọt miền sử vạ bài năng này bằng ôn này nhà lối bằng nhầm nhà ở văn bởi chăm ở văn tật đó bọc ôn cứ tê mình lương tê hai con mình tự vô đây về ở văn tật đó nhầm chụp hiện tràn cứ bài năng hay bằng chân ấy cứ vô lôi hay ở vô ở văn hay cứ ọt bàn lôi hay bọc ôn hai chấp nhầm ọt lại mà hai bong mà tè nhầm bàn bài mà tè nhầm máu địaนี่แบบบนทำอ่ะនៅកន្លែងចែកហ្នឹងបងស្ពានលេខ8ហើយនៅវរៈបុនធម្មនៅចិត្តគ្នាទេស្ពានលេខ8ផ្លូវជាតិលេខ 21B ហ្នឹងផ្ទះខ្ញុំហ៎ខាងជើងស្ពានលេខ8ហ្នឹង50ម៉ែត្រមកទៅផ្ទះខ្ញុំហ៎នេះហើយមុខផ្ទះខ្ញុំនេះគឺសាលារៀននេះសាលាបឋមសិក្សាព្រែកកយនេះសាលារៀនបងប្អូនណានេះជ្រុងកែងខាងត្បូងសាលារៀនមកដល់ហ្នឹងមកឃើញហើយបោកបណ្ដោកមកដល់ហ្នឹងហើយបើអ្នកបោកក៏គេអត់ដែរមានរូបភាពអញ្ចឹងបងប្អូនមើលដែរគេអត់មានដាក់លេខទូរស័ព្ទ3 4ខ្សែបងប្អូនឃើញអញ្ចឹងដែរហើយខ្ញុំមិនមែនទៅលក់អីវ៉ាន់នេះតែមួយឆ្នាំទេមួយឆ្នាំឬក៏2ឆ្នាំបងប្អូនអីវ៉ាន់នេះគឺខ្ញុំលក់8ឆ្នាំ8 9ឆ្នាំនេះសម្ភារៈលេងរលកលេងចាបអីហ្នឹងនេះផ្ទះខ្ញុំបងប្អូនអាចមកបានហើយប្រហែលអ្នកដែលស្គាល់ផ្ទះខ្ញុំគឺមិនតិចគ្នាទេអញ្ចឹងសម្រាប់បងប្អូនអ្នកដែលទិញម្នាក់នៅតាមខេត្តគាត់ថាខ្លាចបោកខ្លាចអីបងមកដល់ផ្ទះហើយបើឲ្យបងខ្ញុំដាក់អីវ៉ាន់ហើយបងអត់ញ៉ាលុយឲ្យខ្ញុំទៅរកបងទៅអត់រួចទេបងខ្ញុំអត់អាចចាក់សាំងឡានហើយជីដើបងរកបងអីវ៉ាន់មួយ10 20ម៉ឺនហ្នឹងទេហើយក៏ខ្ញុំអត់លក់ឈ្មោះដោយសារលុយ10 20ម៉ឺនហ្នឹងដែរអរគុណច្រើន